នៅក្នុងការដាំដំឡូងជ្វាចំណុចដែលសំខាន់ហើយបងប្អូនទាំងអស់គ្នាគួរតែយកចិត្តទុកដាក់នោះគឺដំបូងបំផុតបងប្អូនត្រូវតែផ្ដោតទៅលើដីព្រោះដីគឺជាតួអង្គសំខាន់បំផុតនៅក្នុងការដាំដំឡូងជ្វាដែលធ្វើឲ្យដំឡូងជ្វានឹងមានតម្លៃក៏ដោយសារដីហើយដំឡូងជ្វានេះបានផលខ្ពស់ក៏ដោយសារដីនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីលក្ខណៈដីធ្វើបែបណាដើម្បីបានផលខ្ពស់ហើយតើមូលហេតុអ្វីបានជាដំឡូងថ្លៃដោយសារដីបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាមុននឹងចូលទៅដល់ខ្លឹមសារនៃវីដេអូរបស់យើងខ្ញុំសូមឲ្យបងប្អូនជួយចុចជាវនៅ Channel YouTube ខ្ញុំម្នាក់មួយផងហើយក៏ដូចជាជួយចែករំលែកនៅវីដេអូនេះម្នាក់មួយផងបាទអរគុណអញ្ចឹងមុននឹងចូលទៅដល់ការមើលដីខ្ញុំសូមបង្ហាញអំពីដំឡូងជ្វាដែលទិន្នផលនេះគឺជាទិន្នផលដែលបងប្អូនយើងធ្វើកន្លងមកដោយបងប្អូនឃើញនេះគឺសុទ្ធសឹងតែជាដំឡូងដែលធ្វើចេញពីខាងខេត្តបាត់ដំបងហើយដំឡូងខាងខេត្តបាត់ដំបងនេះដែរគឺបងប្អូនតែងតែល្បីហើយគឺឆ្ងាញ់ហើយពណ៌សម្បុរស្អាតហើយវែងល្អអញ្ចឹងមិនមែនថាឲ្យតែខេត្តបាត់ដំបងល្អអញ្ចឹងទាំងអស់ទេបងប្អូននេះគឺជាដំឡូងដែលបងប្អូនយើងនៅខាងខេត្តបាត់ដំបងធ្វើដូចគ្នាហើយបងប្អូនមើលទៅគឺអត់សូវស្អាតហើយខ្លីៗនេះគឺជាមូលហេតុដែលបងប្អូនធ្វើទៅអត់បានផលហើយខ្លីៗអត់ស្អាតបែបនេះគឺគាត់ធ្វើដីអត់ស្អាតបាទហើយខ្ញុំសូមនិយាយជារួមតែម្ដងទៅបងប្អូនសម្រាប់បងប្អូនដែលតែងតែសួរថាតើក្នុង1ហិកតាធ្វើបានប៉ុន្មានតោនជាទូទៅដែលភាគច្រើនខ្ញុំទិញនេះគឺបងប្អូនយើងធ្វើច្រើនបំផុតហ្មងគឺចន្លោះពី8ទៅ12តោននៅក្នុង1ហិកតានេះគឺជាទិន្នផលជាក់ស្ដែងដែលបងប្អូនធ្វើបានផ្ទាល់តែម្ដងហើយសម្រាប់ទិន្នផលនេះដែរគឺវាតិចណាស់បងប្អូនសម្រាប់ធ្វើដំឡូងជ្វាបានផល8ទៅ12តោនគឺតិចបំផុតបងប្អូនសម្រាប់ធ្វើដំឡូងជ្វាមើមពណ៌ការ៉ុតបើខ្ញុំនិយាយឲ្យអស់ទៅគឺដូចខ្ញុំលើកដែរសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំធ្វើបានរហូតទៅដល់1ហិកតារហូតដល់25តោនបងប្អូននេះគឺសម្រាប់ដំឡូងជ្វាមើមពណ៌ការ៉ុតហើយសម្រាប់ដំឡូងជ្វាមើមពណ៌សដែលគេយកត្រូវប៉ាន់ត្រូវស្តង់ដាទំហំតូចវាចន្លោះពី6មើមទៅ8មើមទៅដល់12មើម1គីឡូហ្នឹងត្រូវស្តង់ដាហ្នឹងវាតូចអញ្ចឹងខ្ញុំអាចធ្វើបានរហូតទៅដល់1ហិកតា14តោនបាទងាកមកក្រោយវិញន័យជារួមទាំងអស់ហ្នឹងគឺខ្ញុំផ្ដោតសំខាន់ទៅលើការធ្វើដីបងប្អូនបើសិនជាបងប្អូនទាំងអស់គ្នាធ្វើដីបានស្អាតជាចំណុចសំខាន់ហ្នឹងគឺធ្វើដីបានស្អាតបងប្អូននឹងធ្វើបានមើមវែងដូចនៅក្នុងរូបដែលខ្ញុំដាក់ឲ្យមើលហ្នឹងគឺវែងបែបហ្នឹងហើយទម្ងន់បងប្អូនដឹងស្រាប់ហើយដលងវែងទូចល្មមទេត្រឹមប៉ុនកពូនដៃទេប៉ុន្តែបើសិនជាវាវែងវាអាច1គីឡូទៅ1គីឡូកន្លះប៉ុន្តែសួរថា1គីឡូ1គីឡូកន្លះហ្នឹងនៅតែត្រូវប៉ានអត់គឺត្រូវប៉ានខ្លាំងមែនតើព្រោះវាវែងប៉ុន្តែបើសិនជាបងប្អូនធ្វើដីអត់ស្អាតទេវាមូលកន្ទប់ប៉ុន្តែវាដល់1គីឡូទៅ1គីឡូជាងមួយហ្នឹងគឺខុសខ្នាតបាទបងប្អូនឃើញទេអញ្ចឹងបានថាថោកក៏ដោយសារដីថ្លៃក៏ដោយសារដីអានេះគឺចំណុចដែលសំខាន់ហ្មងវីដេអូនេះខ្ញុំចង់ឲ្យបងប្អូនធ្វើដីឲ្យស្អាតឥឡូវនេះបងប្អូនឲ្យមកមើលដីរបស់ខ្ញុំទាំងអស់គ្នាវគ្គនេះខ្ញុំធ្វើអត់សូវស្អាតទេបងប្អូនខ្ញុំភ្ជួររហូតដល់4ដងហើយចំណាយលុយច្រើនមែនទែនប៉ុន្តែវានៅតែអត់សូវស្អាតអញ្ចឹងហើយខ្ញុំមកដាក់ទឹកឲ្យបានជោគនេះគឺ2-3ថ្ងៃឯងបងប្អូនដាក់ឲ្យខ្លាំងមែនតើដើម្បីឲ្យអាចដីធំហ្នឹងវារលាយខ្ញុំអត់ទាន់ដាំនេះដោយសារអីដោយសារតែដីហ្នឹងវាអត់ទាន់សូវស្អាតអញ្ចឹងយើងដាក់ទឹកឲ្យបានជោគដើម្បីឲ្យវាម៉ត់ដើម្បីឲ្យជ្រាបចូលដីដុំហ្នឹងឲ្យអ្នកដាំក៏ដាំស្រួលគាត់ដាំឲ្យយើងបានញឹកនោះយើងនឹងទទួលបានផលខ្ពស់នេះសរុបជារួមមកគឺនៅលើដីទាំងអស់បងប្អូនឃើញទេទាំងមើមវែងហើយស្អាតធំត្រូវស្តង់ដាក៏ដីទាំងទិន្នផលខ្ពស់ក៏ដោយសារដីធូរហើយទាំងបងប្អូនដែលដាំឲ្យយើងដាំបានញឹកក៏ដោយសារដីអញ្ចឹងសរុបជារួមមកគឺវីដេអូនេះគឺសំខាន់ផ្ដោតទៅលើដីបាទហើយវីដេអូនេះដែរគឺខ្ញុំសូមភ្ជាប់ទៅលើការភ្ជាប់ប្រព័ន្ធទឹកតែម្ដងទៅបងប្អូនទី1យើងសំខាន់ទៅលើដីហើយទី2គឺយើងត្រូវតែរៀបប្រព័ន្ធទឹកឲ្យបានស្អាតដោយបងប្អូនឃើញវីដេអូនេះអញ្ចឹងគឺដីរបស់ខ្ញុំផ្ទាល់គឺរៀបចំប្រព័ន្ធទឹកឲ្យជាស្រេចយើងធ្វើមានប្រព័ន្ធទឹកនេះគឺយើងអាចបញ្ជាបានបងប្អូនបញ្ជាយ៉ាងម៉េចនៅពេលដែលឃើញដីវារាងដុំអញ្ចឹងយើងអាចបញ្ជាថាយើងស្រោចទឹកឲ្យបានយូរថ្ងៃ2ទៅ3ថ្ងៃដើម្បីឲ្យដីហ្នឹងវាស្រួលនៅក្នុងការដាំហើយនៅពេលដែលដាំមកវាអត់ងាប់អញ្ចឹងទៅបើសិនជាបងប្អូនដាំបាន10ដើមគឺវានៅទាំង10ដើមគឺវារស់ទាំង10ដើមអញ្ចឹងទិន្នផលកាន់តែខ្ពស់ហើយយើងចង់ដាំថ្ងៃណាក៏បានដែរបងប្អូនរៀបចំឲ្យជាស្រេចបែបនេះនៅពេលដែលបងប្អូនឃើញគេដាំច្រើនគ្នាបងប្អូនផ្អាករបស់យើងសិនទៅព្រោះថានៅស្រុកខ្មែរយើងបើសិនជាយើងដាំជន់គ្នាច្រើនគឺអត់កើត
កើតទេអញ្ចឹងយើងត្រូវតែផ្អាកបន្តិចសិនរងចាំវាថាគេដាំផុតអស់ចុះហើយយើងមើលថាគេដាំហ្នឹងប្រភេទដីគេដាំរបៀបម៉េចបើសិនជាយើងទៅមើលទៅឃើញជាក់ស្ដែងទៅគេដាំដីអត់ព្យាបាលទេគេដាំអត់សូវល្អទេអាហ្នឹងយើងអាចដាំប្រឆាំងមួយគេបានដោយសារអីដោយសារនៅពេលដែលយើងប្រមូលផលមករបស់យើងល្អគឺគេនឹងរត់មករករបស់យើងមុនគេហើយរបស់យើងបានថ្លៃនេះជាចំណុចសំខាន់ដែលដាំត្រូវតែមានប្រព័ន្ធទឹកដូចបងប្អូនឃើញអញ្ចឹងបើសិនជាអត់ប្រព័ន្ធទឹកទេយើងដាំទាំងដីហុយដីអីយើងរងចាំទឹកភ្លៀងគឺវាអត់ទាន់ពេលទេហើយនៅពេលដែលដំឡូងត្រូវការទឹកយើងអត់មានទឹកស្រោចអញ្ចឹងធ្វើឲ្យមើមខ្លីនៅពេលដែលមើមខ្លីគឺយើងលក់បានថោកហើយបងប្អូនហើយអានឹងចំណុចប៉ុណ្ណឹងចុះខ្ញុំឲ្យណែនាំបងប្អូនប៉ុណ្ណឹងសម្រាប់ដីហើយនឹងសម្រាប់ប្រព័ន្ធនយោដំណក់អញ្ចឹងនៅវីដេអូក្រោយៗខ្ញុំនឹងរៀបចំការដាំអញ្ចឹងដីរបស់ខ្ញុំនេះខ្ញុំនឹងធ្វើម្ដងមួយដំណាក់កាលជូនបងប្អូនមើលទាំងអស់គ្នាឲ្យបងប្អូនបានយល់ពីការដាំដំឡូងជ្វានេះហើយនៅក្នុងការបាញ់ថ្នាំមួយវគ្គទៅមួយវគ្គខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងអស់តែម្ដងដើម្បីឲ្យបងប្អូនបានយល់ពីការដាំដំឡូងជ្វានេះទាំងអស់គ្នាដើម្បីបានផលខ្ពស់ផងដែរហើយបងប្អូនកុំភ្លេចចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយទៅដើម្បីខ្ញុំផុសទៅបងប្អូនបានមើលមុនគេហើយឥឡូវនេះសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនានៅវីដេអូដំឡូងល្អៗដែលបងប្អូនខាងបាត់ដំបងគាត់ធ្វើដីបានស្អាតហើយគាត់ដាំបានមើមវែងឥឡូវនេះបងប្អូនមើលទាំងអស់គ្នាហើយបើបងប្អូនធ្វើវិញគឺខ្ញុំចង់ឲ្យបងប្អូនធ្វើបានបែបហ្នឹងដូចគ្នាហើយបើសិនជាបងប្អូនឃើញរូបដំឡូងនេះហើយបើសិនជាបងប្អូនកាន់លុយទៅទិញតើបងប្អូនទិញហូបដែរអត់បើឃើញល្អអញ្ចឹងហើយបើសិនជាបងប្អូនឃើញអាមូលកទេបន្ទប់បងប្អូនទិញអត់ប៉ុន្តែបើសិនជាបងប្អូនឃើញអាវែងស្អាតបែបនេះយើងដាក់លុយទៅថាទិញតែ1គីឡូប៉ុន្តែយើងទៅដល់ឃើញស្អាតទេយើងនឹងទិញ10គីឡូយកមកទុកហូបឯងព្រោះឃើញស្អាតហើយល្អអញ្ចឹងសូមទស្សនាវីដេអូហើយរូបភាពដំឡូងដែលធ្វើឡើងដោយកសិករខ្មែរនៅខាងខេត្តបាត់ដំបងទាំងអស់គ្នាអត់ទៅទេកាត់នំផ្អែមបាត់ហើយបោះហើយបោះបាត់ហើយបាត់កោះសឡូងមកហើយnha thì vậy cái cái dùng mua nó không ạ cái bán bông thô cái miếng bông thô mang ngay ở chiều nam nhóm đang gặp to ra ngay vậy nghe lá gặp to vậy rồi chơi anh nói chuyện nó miếng bông thô tất nó ăn bông tất nó sao bông thô mới được một con thôi toàn hai cái chua hai bàn một chỗ mà nhưng chỗ vô bàn ở cái đây nó khó hơn nó bao con dân chỗ vô vực
ដល់ពេលនេះកក៏មិនទីអីនឹងទីតែមកបានអូមករោទៀតទេហានេះណាហាសុយcầm đôi à xa đó anh sao anh dùng phơ rong ổn mà dây bắt lại cái con máy cái con tay Mm-hmm.